ឯកឧត្តមអភិបាលខេត្តបានស្នើដល់គណៈប្រតិភូវៀតណាមជួយជំរុញវិនិយោគិននៃខេត្តកន្ទុំមកវិនិយោគនៅខេត្តស្ទឹងត្រែងកម្ពុជាឲ្យបានច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2025គណៈប្រតិភូជាន់ខ្ពស់ខេត្តកន្ទុំវៀតណាមដឹកនាំដោយឯកឧត្តមលេងុកទួនអនុលេខាគណៈកម្មាធិការបកខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងភរិយាព្រមទាំងសមាជិកចំនួន21រូបបានមកសួរសុខទុក្ខសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែងការជួបសំណេះសំណាលសួរសុខទុក្ខបានប្រព្រឹត្តឡើងនារសៀលថ្ងៃទី10ខែមេសាឆ្នាំ2025នៅសាលាខេត្តស្ទឹងត្រែងក្រោមអធិបតីភាពឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងឯកឧត្តមលេងុកទួនបានថ្លែងថាបើទោះបីខេត្តស្ទឹងត្រែងកម្ពុជាមិនមានព្រំដែនជាប់ជាមួយខេត្តកន្ទុំវៀតណាមក៏ដោយតែខេត្តទាំងពីរគឺមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតលើវិស័យរដ្ឋបាលសន្តិសុខនិងពាណិជ្ជកម្មការចូលជួបសំណេះសំណាលសម្ដែងការគួរសមនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបានបង្ហាញពីទំនាក់ទំនងល្អមានចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងខេត្តទាំងពីរឯកឧត្តមលេងុកទួនបានបន្តថាវៀតណាមកម្ពុជាមានទំនាក់ទំនងល្អជាប្រពៃណីហើយកាយវិការនៃការអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនេះខេត្តទាំងពីរនិងប្រទេសទាំងពីរតែងតែជូនពរគ្នាទៅវិញទៅមកជាកាយវិការដ៏ល្អប្រពៃបង្ហាញបន្តដល់កូនចៅជំនាន់ក្រោយឲ្យបន្តនៅប្រពៃណីដ៏ល្អនេះដើម្បីឲ្យចំណងមិត្តភាពរវាងវៀតណាមកម្ពុជាកាន់តែរឹងមាំឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានថ្លែងថាក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែងព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសប្រកបនៅមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតនៃការសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំរួមនឹងប្រជាជនវៀតណាមក្នុងឱកាសឆ្នាំថ្មីនេះការងារទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែងកម្ពុជានិងខេត្តកន្ទុំវៀតណាមគឺឈរលើស្មារតីកិច្ចសហការជាបងប្អូនរវាងប្រទេសទាំងពីរកម្ពុជាវៀតណាមក្នុងរយៈពេលកន្លងទៅនេះថ្នាក់ដឹកនាំអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់សហការគ្នាទៅវិញទៅមកទទួលបាននូវលទ្ធផលល្អប្រសើរដែលជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ដល់ចំណងសាមគ្គីភាពមិត្តភាពយូរអង្វែងទាំងការងារដឹកនាំការអភិវឌ្ឍការទំនាក់ទំនងការងារសេដ្ឋកិច្ចពាណិជ្ជកម្មសង្គមហើយក្នុងរយៈពេលកន្លងមកនេះគឺប្រកបដោយស្មារតីជាអ្នកជិតខាងល្អសាមគ្គីភាពជំនឿជឿជាក់និងការយោគយល់គ្នាទៅវិញទៅមកក៏ដូចជាកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងគោលបំណងជាមិត្តជាបងប្អូនចំពោះគ្នាទៅវិញទៅមកឯកឧត្តមអភិបាលខេត្តបានបន្ថែមមានប្រសាសន៍ស្នើដល់គណៈប្រតិភូវៀតណាមជួយជំរុញវិនិយោគិននៃខេត្តកន្ទុំមកវិនិយោគនៅខេត្តស្ទឹងត្រែងឲ្យបានច្រើនស្របពេលសម្ដេចនាយករដ្ឋមន្ត្រីបានជំរុញការវិនិយោគនៃខេត្តភូមិភាគឦសាននេះ